ឈ្មោះសាស៊ីវ3ថ្ងៃមុនមានជីមិត្តភក្តិជិតរឹតរបស់ខ្ញុំបាត់ខ្លួនដោយគ្មានមូលហេតុម្នាក់គិតថាគេរត់ចេញពីផ្ទះប៉ុន្តែសម្រាប់ខ្ញុំអត់គិតបែបហ្នឹងទេដោយសារតែមុនពេលនាងបាត់ខ្លួននាងបានឲ្យ laptop នេះមកខ្ញុំអូមិនជីសាស៊ីវឯងជួយទុករបស់នេះឲ្យគ្នាតិចបានអត់ laptop ឯងហ្នឹងហើយហើយឯងសន្យាមួយគ្នាសន្យារឿងអីគេរឿងធំដុំមែនអ្នកណាក៏ដោយឲ្យទៅសួររឿង laptop ហ្នឹងកុំឲ្យគេអសោះកានអីរឿងមានរឿងអីមិនបានអញ្ចឹង laptop ហ្នឹងរៀងឆ្លងភ្លើងតិចចាំស្អែកគ្នាប្រាប់ទៀតមិនជីពេលនោះហើយគឺជាពេលចុងក្រោយដែលខ្ញុំឃើញមុខនាងបន្ទាប់ពីនាងឲ្យ laptop នេះមកខ្ញុំហើយស្អែកឡើងអ្នកគ្រូក៏ប្រកាសថ្នាក់ថាមីនជីបានបាត់ខ្លួនអីដែលខ្ញុំនឹកស្មានអត់ដល់នៅពេលដែលខ្ញុំបើក laptop នាងមើលក៏ឃើញមាន folder តែមួយគត់គឺមានឈ្មោះរបស់ខ្ញុំក៏បានបើកមើលឃើញមានវីដេអូរបស់មីនជីនៅពេលដែលឯងបានឃើញវីដេអូនេះគឺជាពេលដែលខ្ញុំបានបាត់ខ្លួនហើយស្ដាប់យើងណាកុំប្រាប់អ្នកណាឲ្យសោះថាឯងមាន laptop មួយនេះឆាប់នេះមានមនុស្សនឹងសួររហើយម្នាក់នោះដែលសួររឯងកុំជឿអីដែលគេនិយាយទាំងអស់អាឡូបងសាស៊ីវខ្ញុំមានរឿងចង់និយាយ5នាទីទៀតដល់មុខបន្ទប់បងឯងហីអូនមិនជីតាចូលក្នុងសិនឯងអូនអត់អីទេបងចូលនិយាយផ្លែទេខ្ញុំប្រញាប់ទៅវិញដែរហ្នឹងហើយអូនឯងចាំបាច់មកដល់ផ្ទះបងធ្វើអីមិននិយាយក្នុងទូរស័ព្ទទៅថៃខ្ញុំមកយករបស់ដែរហ្នឹងគឺរឿងបងមីនជីហ្នឹងឥឡូវគាត់ផ្ដាំថាគាត់ចង់លាក់ខ្លួនសិនហើយគាត់មកឲ្យខ្ញុំយក laptop ពីបងឯងវិញហើយមីនជីប្រាប់អូនឯងចឹងតាំងការគាត់ប្រាប់ខ្ញុំ10នាទីមុនហ្នឹងហ៎បងលាក់ខ្លួនប៉ុន្តែមីនជីបានបាត់ខ្លួន3ថ្ងៃឯហ្នឹងលើរឿងនេះខ្ញុំគួរជឿម្នាក់ណាសង្ស័យលើមីនជីមានរឿងលាក់បាំងនឹងខ្ញុំឬក៏ប្អូនរបស់មីនជីនឹងក៏ហ៎បងសាស៊ីវឲ្យ laptop ខ្ញុំមកបងទៅណាហ្នឹងនេះគឺជាសារអូតូនៅពេលដែលឯងបានមើលវីដេអូនេះគឺជាពេលដែលមានអ្នកចង់បាន laptop នេះហើយកុំឲ្យគេចូលក្នុងផ្ទះឯងឲ្យសោះបងសាស៊ីវបើឃ្លៀមកបងធ្វើអីហ្នឹងមុននឹងបងឈឺជួអាចអូនចាំផ្លែណាគួរតែឆែកមើលក្រោម laptop នេះមាន disk មួយមានរឿងសម្ងាត់លាក់ក្នុងនឹងបងខ្ញុំគិតថា laptop នេះហើយដែលមានរឿងសម្ងាត់តាមពិតទៅរឿងសម្ងាត់គឺលាក់ក្នុង disk ក្រៅ laptop នេះសោះបងសាស៊ីវខ្ញុំដឹងថាបងមាន laptop ហ្នឹងបើឃ្លៀមកបងហៅឲ្យគេខ្លាចក្នុងហ្នឹងកុំបាត់មើលសោះដាច់ខាតកុំបាត់មើលនៅក្នុងឌីសនោះខ្ញុំឃើញមានវីដេអូអាភាសនិងរូបអាក្រាតកាយរបស់សិស្សក្នុងសាលាជាច្រើននាក់ហើយនឹងមានវីដេអូមួយចំនួនខ្ញុំក៏បានឮសំឡេងមនុស្ស2នាក់និយាយគ្នាលោកគ្រូដាក់អីក្នុងទឹកខ្ញុំហ្នឹងឯងនៅឯស្គៀមបែរចុះបានបន្ទូលោឯងកុំមុនណាគ្រូឲ្យឯងបានអីទាំងអស់បងកុំមើលវីដេអូមើលរូបទាំងអស់ហ្នឹងអីខ្ញុំដឹងរឿងជាមួយឯងទៀតនិយាយគ្នាសិនមកចេញក្រៅមកណែអូនឯងដូចជាបខំបងខ្លាំងពេកទេដូចហោរឿងហ្មងនេះបែរជឿខ្ញុំតិចសិនបានអត់ខ្ញុំដឹងរឿងខ្លាំងជាងមួយឯងទៀតបែរអត់មានឆ្ងល់ទេមិនបានខ្ញុំបានដឹងរឿងវីដេអូនឹងរូបនឹងនៅក្នុងឌីសហ្នឹងបើបងមានជីចង់លាក់ខ្ញុំគាត់លាក់ទាំងអស់នឹងបាត់ហើយមិនបានខ្ញុំដឹងចុះទាំងអស់ដែលបងមើលក្នុងឌីសហ្នឹងគឺជាមូលហេតុដែលបងស្រីខ្ញុំគាត់ចង់លាក់ខ្លួនហើយគាត់ដឹងថាមានអ្នកចង់កញ្ចប់ផុសតាងក្នុង laptop នឹងចោលហ្នឹងនៅពេលហ្នឹងខ្ញុំក៏បានជឿជាក់លើប្អូនរបស់មានជីទាំងស្រុងព្រោះមើលទៅដូចជាគេចង់ជួយរឿងនេះដែរខ្ញុំមានគំនិតមួយបើបងជឿខ្ញុំធ្វើតាមខ្ញុំបានពួកយើងគួរតែរៀបចំមតិហើយចាប់លោកគ្រូនោះដាក់គុកមានជនរងគ្រោះច្រើនណាស់បែរងាកមកនេះមកខ្ញុំខ្សឹបពីផែនការរបស់ពួកយើង